แล้วcái đó thôi cho bên trơn có tiếp tục và việc thì thay chỉ nhận banh ra với tham gia một lời về trên Campuchiaខ្មែរសន្សំតែសុកក៏ប៉ុន្តែថៃសន្សំរឿងកូនកម្លាំងថៃនៅតែបន្តលើកគ្នាទាំងវងចូលមកដាក់បន្លាលួសនិងបាញ់គ្រាប់ផ្សែងបង្ហូរទឹកភ្នែកនៅភូមិប្រច័ន្ទកូនកម្លាំងថៃដែលមានទាំងកងទ័ពនិងប៉ូលីសបានបន្តគ្នាលើកទាំងវងចូលមកដាក់បន្លាលួសនិងកងឡាននៅភូមិប្រច័ន្ទនិងភូមិជោគជ័យរបស់កម្ពុជានៅរសៀលថ្ងៃទី17ខែកញ្ញាឆ្នាំ2025នេះក្រៅពីអាវុធជាប់ខ្លួនកងកម្លាំងថៃទាំងនោះបាននាំគ្នាសែងបន្លាលួសទាំងគងរួមទាំងកងឡានទៅដាក់នៅភូមិនេះប្រជាជនខ្មែរម្ចាស់ស្រុកដោយមានទាំងព្រះសង្ឃផងបានលើកគ្នាទទួលវ៉ានឹងកងកម្លាំងថៃដោយដែលលើកមុនផងដែរដែលឈើទល់នៅចំពោះមុខកងកម្លាំងថៃទាំងនោះប្រជាជនខ្មែរបានយកដំបងឈើទាញបន្លាលួសទាំងនោះចេញវិញគេសង្កេតឃើញថាលើកនេះកងកម្លាំងថៃលើកគ្នាមកច្រើនជាងលើកមុនដោយក្នុងនោះមានទាំងខែលការពារនិងដំបងលើសពីនេះទៅទៀតកងកម្លាំងថៃបានបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកដាក់ប្រជាជនខ្មែរថែមទៀតតាមរយៈសកម្មភាពឈ្លានពានរបស់កងកម្លាំងថៃពលរដ្ឋខ្មែរមួយចំនួនទាំងបរិសុទ្ធទាំងស្ត្រីក្នុងនោះក៏មានព្រះសង្ឃនិងអ្នកកាសែតផងដែរនោះបានរងរបួសដោយសារតែគ្រាប់កាំភ្លើងក្បាលជ័រដែលកងកម្លាំងថៃបានបាញ់ប្រហារស្របពេលដែលព្រះសង្ឃនិងពលរដ្ឋខ្មែរដែលរងរបួសត្រូវបានបញ្ជូនចូលទៅក្នុងរថយន្តសង្គ្រោះភ្លាមក្រៅពីពេលនេះកងកម្លាំងថៃក៏បានបាញ់កាំភ្លើងផ្សែងបង្ហូរទឹកភ្នែកផងដែរដែលធ្វើឲ្យប្រជាជនខ្មែរមួយចំនួនកំពុងតវ៉ាត្រូវហូរទឹកភ្នែកនិងបានរត់ចេញពីផ្សែងបង្ហូរទឹកភ្នែកទាំងនោះគូជំរាបផងដែរថានេះមិនមែនជាលើកទី1លើកទី2នោះទេគឺរាប់ភ្លេចមកហើយដែលកងកម្លាំងថៃបានចូលមកដាក់បន្លាលួសនៅក្នុងភូមិរបស់ខ្មែរទាំងពីរនេះដែលមានផ្ទះប្រជាពលរដ្ឋខ្មែរមួយចំនួនដែលត្រូវបានកងកម្លាំងថៃដាក់បន្លាលួសពាត់យកហើយចូលមកដល់ពេលនេះពួកគេជាម្ចាស់នៅមិនទាន់អាចចូលទៅស្នាក់នៅក្នុងផ្ទះរបស់ខ្លួនបានវិញឡើយនោះទេប្រិយមិត្តបងប្អូនអ្នកគ្នាវាជារឿងដែលគួរឲ្យឈឺចាប់បំផុតដែលថៃបានចាត់ទុកទង្វើដ៏យងខ្នងដែលពួកគេបានធ្វើមកលើជនស្លូតត្រង់កម្ពុជាយើងកាលពីរសៀលថ្ងៃទី17ខែកញ្ញាឆ្នាំ2025នេះថាគឺជាសកម្មភាពដែលស្របទៅតាមច្បាប់អន្តរជាតិយោធាថៃដែលបានប្រមានកម្ពុជាយ៉ាងក៏ឃ្លឿនថាដោយសារតែពលរដ្ឋកម្ពុជានៅតែបន្តរុះរើរបងបន្លាលួសនៅតាមបណ្ដោយបន្ទាត់ព្រំដែនក្នុងខេត្តស្រះកែវទើបក្រុមប៉ូលីសប្រឆាំងកបកម្មត្រូវបានដាក់ពង្រាយដើម្បីការពារតំបន់នោះដែលទន្ទឹមនឹងនោះយោធានិងកងតម្រួតថៃបានប្រើប្រាស់នូវសព្វវុធសូរស័ព្ទរំពងជះសម្លេងមកលើជនស៊ីវិលកម្ពុជានិងថែមទាំងបានប្រើប្រាស់ជាមួយផ្សែងគីមីពុលឧស្ម័នបង្ហូរទឹកភ្នែកកាំភ្លើងគ្រាប់កៅស៊ូបាញ់ស្រោចយ៉ាងខុសខើមកលើប្រជាជនស្លូតត្រង់ប៉ុន្តែពួកគេបែរជាបានចាត់ទុកទង្វើដ៏ប្រហើនក៏ឃ្លឿននេះថាស្របទៅតាមបទដ្ឋានអន្តរជាតិទៅវិញនេះបើយោងទៅតាមការចុះផ្សាយរបស់កាសែត The Nation ដែលបានចុះផ្សាយកាលពីល្ងាចថ្ងៃទី17ខែកញ្ញាថៃបានយកផែនទីចោលដើម្បីធ្វើជាឈ្នន់នៃការឈ្លានពានរបស់ខ្លួនដោយបានចោទកម្ពុជាថារំលោភទៅលើដែនដីរបស់ពួកគេទៅវិញម្ដងហើយម្ដងទៀតដោយការយកលួចបន្លាមកស្រះប្លន់យកទឹកដីនិងភូមិឋានប្រជាជនកម្ពុជាទាំងកំរោលជាទឹកតាំងនៅលើទឹកដីកម្ពុជានាភូមិព្រៃច័ន្ទឃុំអូប៊ីជន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យថៃបានប្រើគ្រប់មធ្យោបាយគ្រប់បែបយ៉ាងជាបន្តបន្ទាប់ដើម្បីបើកការឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជាប៉ូលីសប្រឆាំងកុបកម្មថៃបានប្រមូលផ្ដុំគ្នាយ៉ាងកក្រឹកកក្រែងនៅភូមិព្រៃច័ន្ទដើម្បីដាក់សម្ពាធមកកម្ពុជាដែលក្នុងនោះទាំងប៉ូលីសនិងទាហានថៃបានប្រើប្រាស់អាវុធសូរស័ព្ទរំខានដល់អ្នកភូមិគប់គ្រាប់បែកផ្សែងបាញ់អូស្ម័នបង្ហូរទឹកភ្នែកនិងបានបាញ់ជាមួយនឹងកាំភ្លើងក្បាលគ្រាប់កៅស៊ូស្រោចមកលើប្រជាជនស៊ីវិលកម្ពុជាដែលជាម្ចាស់ស្រុកដែលកំពុងឈរការពារដីធ្លីផ្ទះសម្បែងនិងដង្ហើយហៅសន្តិភាពនៅតាមបណ្ដោយបន្ទាត់ព្រំដែនព្រះសង្ឃក្មេងចាស់ប្រុសស្រីបានរងរបួសជាច្រើនអ្នកដោយសារតែទង្វើឈ្លានពានទាំងកំរោលរបស់យោធាថៃនិងកងតម្រួតថៃដែលគួរបញ្ជាក់ថាថៃបានបើកការឈ្លានពានយ៉ាងសាហាវគួរខើមកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាប៉ុន្តែថៃបែរជាអះអាងថាសកម្មភាពរបស់ខ្លួនគឺស្របទៅតាមបទដ្ឋានអន្តរជាតិយ៉ាងពេញលេញហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីពន្យល់ប្រាប់អង្គការពិភពលោកប្រសិនបើចាំបាច់ផងដែរនោះបើប្រិយមិត្តបងប្អូនអ្នកគ្នាដែលនេះគឺជាសកម្មភាពមួយដែលយើងពិបាកនឹងទទួលយកខ្លាំងណាស់សម្រាប់រសៀលថ្ងៃទី17ខែកញ្ញាកន្លងទៅការប៉ះគ្នាមួយប្រាវដែលកងកម្លាំងថៃនេះបានប្រើប្រាស់ជាមួយនឹងផ្សែងបង្ហូរទឹកភ្នែកក៏ដូចជាប្រើប្រាស់ជាមួយនឹងកាំភ្លើងក្បាលគ្រាប់កៅស៊ូបាញ់មកលើជនស៊ីវិលកម្ពុជារបស់យើងដែលតវ៉ាទល់ទល់ទៅនឹងកងកម្លាំងថៃប្រដាប់ដោយអាវុធគ្រាប់ដៃនោះដែលនេះគឺជាសកម្មភាពក៏ឃ្លឿនជាបន្តបន្ទាប់របស់ទាហានថៃតែងតែរីកបន្លាលួសស្រោចមកកម្ពុជាហើយប្រជាជនកម្ពុជាស្លូតត្រង់ក៏ដងហើយហៅទៅដល់រាជរដ្ឋាភិបាលឲ្យមានការអន្តរាគមន៍សម្រាប់
អ្វីដែលជាសកម្មភាពដែលទាហានថៃបានធ្វើមកលើកម្ពុជាម្ដងហើយម្ដងទៀតឥតឈប់ឈរស្ថិតនៅក្នុងខ្សែបន្ទាត់ព្រំដែននេះយ៉ាងណាមិញមានទាំងអ្នកកាសែតជាតិនិងអន្តរជាតិកាលពីម្សិលមិញក៏បានចុះទៅសង្កេតមើលផ្ទាល់ជាមួយសកម្មភាពឃោឃៅរបស់ទាហានថៃដែលបានចុះមករីកបន្លាលុះឈ្លានពានមកដល់ភូមិឋានប្រជាជនកម្ពុជាហើយនៅរសៀលថ្ងៃទី17នេះគឺមានការប៉ះទង្គិចគ្នាមួយប្រាវរវាងប្រជាជនស៊ីវិលកម្ពុជាជាមួយនឹងកងទ័ពថៃដែលបានចូលមកឈ្លានពានទន្ទ្រានរីកបន្លាលុះស្រះយកដែនដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាเอาบันเข้าแล้วเนี่ยเข้าแล้ว ในการเปลี่ยนเดี๋ยวไปมันยังให้บอกคอยนี่ผมกองกำลังต่อไปยังประชุมเชื่อมยังไงจำนวนใจกับผู้ใส่ผู้แล้วไปดอกซอยจะเป็นเชิญต่อไปตู้và cái thay chỉ nè bánh ra với tham gia một lời về chơi Campuchia nè tam là bánh man polo phong bánh trọc trầm tiêm bánh trọc luân phong nè về chơi dương cây độc bột san nè lấy đi công phu pet nè nhà thôกับphong tay nôm cho cây sản phu chi ba nè ngon bạch mắm bạch chưa ngon đi chơi chân dương tụ bay kia làm tối hàng xa yang nào lắc còn ô chưa còn cúp kia bây giờ này bắn dương đây xem đây bây giờ đây còn cùng đợi cúp bia việc của dân cúp hết và nhóm saiนี่คือจังหวะพิภพโลกดังหาเสียมปานเชียนเตียนกัมพูชีให้หลบวัดชกบันนี่แทนแกมเปล่าเพื่อทำซ่าโดยบันรบไปใส่กุ้งรวมแทนกรอบกระสู้หมอกเรือไปเชียนจนโซกรามระบายชื้นตายอัดเมียนเอาไปซ่อvà công chếเอาcông chếให้công cúpไอ้côngพกร้าหรือให้côngไปเลยเนี่ยcông cúp Được cục vậy thôi. Ở đây thực hiện. Ở đây con thục. Vô xanh mang đến kẹp bánh tròn việc chui cà phê xanh của bạn đào xong này ở đây bia ban dân tiên tàu tiên liệt mồ mình anh chung mà thằng đấy về cái bốc tay mau mấy học miền tây kia bốc tay vô mà lần mau chỉ được tivi nó gọi con nó bao con nó cho tiếp nó gọi con nặng bên này màu 4 size sập mà sập thiệp ca điểm thu san tích điểm thu san tích ôn
ผมเจ๊ผมเจ๊เลยยืมมันคลาดเจ๊ได้ฝั่งใด Đấy, con nó trôi cu phim nào con con này gì? Hơi chụp phim Đấy, phim phim. nó nói khơi nhạc mà coi bánh không nước nông lai khơi nhá nhâm sệt cái bánh nhâm sệt cả tại bây giờ tại cái miền nước nông đi thôi cái miền nước nông nhâm lai thôi tại tập môi trong cháu đi chứ bây giờ bạn nó chạy nó đẩy đi sửa nó còn tay cô nó tay cô nó thôi hô cô nó tay cô nó lợi dương bất ca lai số pan này sẵn hơi sập ca phai cua giang nát nhom đang thương dịch đây đi ca trên pi phun cây chăn điបន្តទៀតបាទសូមអរគុណសូមជម្រាបលា